ពីស្រុកមកខេត្តបាត់ដំបងលោកគ្រូស្រុកអីទៅស្រុកឯកភ្នំពីណាកើតអីប្រពន្ធខ្ញុំក៏កើតជំងឺមហារីកដុះរីកដុះហ៎បាទហូបទឹកនៅផងបានមិនហើយបាន5អាទិត្យហ្នឹងធូរច្រើនទឹកបានធូរច្រើនបាក់ឈឺក្បាលហើយក៏តម្រាំលោកស្រួលចឹងហើយបាទធូរលើអីខ្លះបាត់ឈឺក្បាលបាត់ឈឺក្បាលបាត់ស្បែកខ្លួនហើយតម្រាំលោកស្រួលហ្នឹងហើយហូបអាហារគាត់បាយជាងមុននេះបានបាយជាងមុននឹងឲ្យតែហូបបានសម្រាប់បានកាត់បន្ថយការឈឺចាប់ណាអានឹងបានយឺងហើយចេះថែទាំនៅចេះថែទាំសុខភាពអ្នកជំងឺមហារីកនៅចេះប្រើថ្នាំពង្រឹងសុខភាពព្រះអង្គនឹងនៅចេះហើយចេះពីរបៀបឡើងចេះពីប្រើប្រាស់ចេះរបៀបថែទាំសុខភាពអ្នកជំងឺពិនិត្យសុខភាពអ្នកជំងឺដល់ផ្ទាល់ខ្លួនឯងនៅផ្ទះនៅចេះណាបាទចេះបានខ្ញុំទឹកចិត្តណាបាទកុំឲ្យចេះតែហូបអាហារផ្ដេសផ្ដាសគឺការមិនដឹងថាជំងឺអីចេះតែបាត់ណាបាត់ណីអានឹងវាមកវិញគ្រោះថ្នាក់ណាបាទយ៉ាងដើមជូនពរយកឆ្នាំតទៅទៀតណាបាទ